ទាត់ប្រាក់ជាមួយនឹង CP Bank App ងាយស្រួលសុវត្ថិភាពនិងរហ័សទាន់ចិត្ត Wow ខ្ញុំឈ្នះពេលរៀនរៀលពី CP Bank ខ្ញុំក៏ឈ្នះមួយលានរៀលពី CP Bank ដែរអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់សរុបជាទឹកប្រាក់ដល់2លាន6សែនរៀលជារៀងរាល់ខែពី CP Bank ដោយគ្រាន់តែ scan CP Bank QR ជាមួយនឹង CP Bank App សម្រាប់ការទូទាត់ការចំណាយនានារង្វាន់សរុបមានចំនួន63រង្វាន់រួមមានទឹកប្រាក់2លានរៀល1រង្វាន់1លានរៀល1រង្វាន់60ម៉ឺនរៀល1រង្វាន់20ម៉ឺនរៀល30រង្វាន់និង10ម៉ឺនរៀល30រង្វាន់ការចាប់រង្វាន់និង like តនៅលើទំព័រ Facebook ផ្លូវការ CP Bank ជារៀងរាល់ខែចាប់បានទូទាត់ជាមួយនឹង CP Bank App ឥឡូវនេះដើម្បីទទួលបានប្រាក់រង្វាន់នាំសំណាងជាច្រើនសន្ធឹកសន្ធាប់ scan ទូទាត់កាន់តែច្រើនឱកាសឈ្នះកាន់តែច្រើនសួរបងថាការថ្មឲ្យដែរបងខ្ញុំសុំអាឡាតេមួយមកបងចាំបងសុំរងចាំបន្តិចសិនណាបងចាស្ដាយបងគេបងបានអរគុណបងខ្ញុំមកចង់ទៅតាមណាដែរបងខ្ញុំទៅតាមរយៈធនាគារប្រៃសណីបងគេនេះមែនបងចាបង CP Bank បងជោគជ័យបងចា៎បងអរគុណចា៎បងតើអ្នកមានដឹងអត់ CP Bank ឡើយណាមានរង្វាន់ជាច្រើនដែលអតិថិជនយើងអាចនឹងទទួលបានហើយរង្វាន់របស់យើងហ្នឹងគឺមានចាប់ពី$5ដល់$10ហើយលក្ខខណ្ឌក្នុងការបានរង្វាន់ទាំងអស់ហ្នឹងអតិថិជនគ្រាន់តែទទួលការស្កានតែចាប់ពី$4000រៀលឬក៏$1ហើយសម្រាប់transaction ឬក៏ប្រតិបត្តិការចាប់ពី50ដងក្នុងមួយខែនឹងទទួលបាន$5ភ្លាមឬក៏ច្រើនពី100ដងនឹងទទួលបាន$10ខ្ញុំគឺជាម្ចាស់អាជីវកម្មហាងកាហ្វេនេះខ្ញុំទទួលបានការស្គាល់តាមជំនួយពីអ្នកបេសនីកម្ពុជាហើយនេះខ្ញុំក៏ទទួលបានការលើកទឹកចិត្តពីឆ្នាំអ្នកបេសនីទទួលបានប្រាក់រង្វាន់ប្រចាំខែពីអ្នកបេសនីជារៀងរាល់ខែ CP Bank រហ័សងាយស្រួលសុវត្ថិភាពតែអ្នកដឹងអត់ទោះបីជាទូរស័ព្ទរបស់អ្នកអស់លុយគ្មានអ៊ីនធឺណិតក៏លោកអ្នកនៅតែអាចប្រើប្រាស់មុខងារទាំងអស់នៅក្នុង app CP Bank បានដោយធម្មតាអញ្ចឹងដូចជាផ្ទេរប្រាក់ទូទាត់វិក័យប័ត្រ scan QR និងបញ្ចូលលុយទូរស័ព្ទបើសិនជាលោកអ្នកកំពុងតែប្រើប្រាស់ SIM Smart តែអ្នកទាំងអស់គ្នាដឹងអត់ថាយើងអាចប្រើប្រាស់កាតធនាគារមួយទៅដកប្រាក់ជាមួយនឹងទូ ATM របស់ធនាគារផ្សេងមួយទៀតបានតាមរយៈប្រព័ន្ធ CSS នៅក្នុងដៃខ្ញុំនេះគឺជាការ CSS របស់ធនាគារប្រៃសណីកម្ពុជាដែលយើងអាចសម្គាល់បានតាមរយៈ logo CSS ដែលមាននៅលើកាតដូច្នេះខ្ញុំនឹងយកកាតនេះទៅដកប្រាក់ជាមួយនឹងទូ ATM របស់ធនាគារកាណាឌីយ៉ាដំបូងយើងទៅដាក់កាតចូលទៅក្នុងម៉ាស៊ីន ATM ជ្រើសរើសយកភាសាវាយលេខកូដសម្ងាត់ជ្រើសរើសប្រភេទប្រតិបត្តិការដែលយើងត្រូវការបញ្ចូលចំនួនទឹកប្រាក់ជាការស្រេចក្រៅពីការដកប្រាក់យើងក៏អាចធ្វើប្រតិបត្តិការផ្សេងទៀតបានផងដែរដូចជាពិនិត្យសមត្ថសាច់ប្រាក់ការផ្ទេរប្រាក់និងប្តូរលេខសម្ងាត់ជាដើមយើងក៏អាចប្រើកាត CSS នេះដើម្បីធ្វើប្រតិបត្តិការជាមួយនឹងទូ ATM របស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដែលជាសមាជិកទាំង40របស់ប្រព័ន្ធ CSS ផងដែរការរៀនសន្សំតាំងពីកុមារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគតនៅពេលរៀនសន្សំកុមារចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងប្រាក់ស្គាល់អំពីតម្លៃរបស់ប្រាក់ចេះរៀបចំផែនការសន្សំចេះកំណត់គោលដៅសន្សំលាក់និងលាក់ដែលទាំងអស់នេះគឺជាបំណិនជីវិតដ៏សំខាន់នាពេលអនាគតការសន្សំប្រាក់តាំងពីវ័យកុមារគឺជាការបង្រៀនឲ្យកុមារចេះសន្សំប្រាក់និងមានការកំណត់គោលដៅច្បាស់លាស់នាពេលអនាគតខ្ញុំយល់ឃើញថាការសន្សំប្រាក់ពីវ័យកុមារពិតជាមានសារៈសំខាន់ណាស់ខ្ញុំតែងតែទូន្មានកូនរបស់ខ្ញុំឲ្យគាត់រៀនសន្សំប្រាក់និងយល់ដឹងអំពីតម្លៃនៃសាច់ប្រាក់តួយ៉ាងដូចជានៅពេលដែលកូនរបស់ខ្ញុំគាត់ត្រូវការទិញសម្ភារៈឬក៏ឧបករណ៍ណាមួយដែលគាត់ពេញចិត្តខ្ញុំតែងតែទូន្មានគាត់ឲ្យគាត់ចេះសន្សំប្រាក់ដោយយកសាច់ប្រាក់ចាយប្រចាំថ្ងៃរបស់គាត់và ក្នុងចំណែកណាមួយហើយរៀនសន្សំ
បាទនៅពេលនោះយើងនឹងបង្គ្រប់ជូនគាត់នៅពេលដែលយើងយល់ឃើញថាគាត់យល់ដឹងអំពីការសន្សំប្រាក់បាទការដែលយើងធ្វើបែបនេះឬក៏ក្រុមគ្រួសារខ្ញុំធ្វើបែបនេះដោយសារខ្ញុំយល់ឃើញថាការរៀនសន្សំតាំងពីវ័យកុមារគឺធ្វើឲ្យយើងនឹងយល់ដឹងអំពីតម្លៃលុយហើយយើងនឹងចេះសន្សំហើយយើងនឹងកំណត់គោលដៅនៃការសន្សំប្រាក់របស់យើងនឹងបានច្បាស់លាស់សម្រាប់កុមារនាពេលអនាគត ទម្លាប់នៃការសន្សំបានមករៀនខ្ញុំពីរយ៉ាងទី1ហ្នឹងគឺខ្ញុំអាចរៀបចំផែនការខ្លួនឯងបានយ៉ាងល្អហើយមួយទៀតហ្នឹងខ្ញុំក៏អាចអនុវត្តផែនការមួយនោះបានយ៉ាងល្អផងដែររហូតដល់ពេលបច្ចុប្បន្នខ្ញុំបានចូលធ្វើការងារហើយខ្ញុំក៏អាចរកចំណូលបានដោយខ្លួនឯងប៉ុន្តែដោយសារទម្លាប់សន្សំតាំងពីវ័យក្មេងហ្នឹងហើយទើបរហូតដល់ឥឡូវខ្ញុំនៅតែចងកំណត់មួយហ្នឹងចូលក្នុងចិត្តរហូតហើយខ្ញុំនៅតែមានទម្លាប់ក្នុងការសន្សំរហូតមកខ្ញុំគិតថាការបង្កើតទម្លាប់និងវិន័យចំពោះខ្លួនឯងពិតជាមានសារៈសំខាន់មែនទែនសម្រាប់មនុស្សគ្រប់គ្នាពិសេសនៅពេលដែលយើងមានសមត្ថភាពក្នុងការសន្សំបានកាន់តែច្រើនជាងមុនសម្រាប់គោលដៅធំជាងមុនផងដែរ ទម្លាប់នៃការសន្សំពីក្មេងនេះគឺជួយខ្ញុំបានច្រើនមែនទែនជាពិសេសគឺជួយសម្រាប់បន្ទប់បំណុលរបស់ខ្ញុំហើយធ្វើឲ្យខ្ញុំគឺមានពេលវេលាច្រើនในការសន្សំជាក់ស្ដែងកាលពី2ឆ្នាំមុនគឺខ្ញុំបានទិញផ្ទះមួយដោយខ្លួនឯងហើយដោយសារតែខ្ញុំមានប្រាក់សន្សំខ្លួនឯងខ្លះអញ្ចឹងធ្វើឲ្យខ្ញុំទៅកម្ចីអន្តរជាតិជាមួយនឹងធនាគារនៅក្នុងកម្រិតសមរម្យល្មមមួយហើយធ្វើឲ្យខ្ញុំនេះគឺមិនមានបន្ទុកនៃការបង្ការប្រាក់នឹងច្រើនទេអញ្ចឹងយើងសន្សំបានកាន់តែច្រើនបន្ទុកកម្ចីរបស់យើងក៏កាន់តែតិចដែរ ជាការពិតណាស់ការសន្សំពិតជាសំខាន់ប៉ុន្តែអ្វីដែលកាន់តែសំខាន់គឺការរៀនសន្សំតាំងពីវ័យកុមារការរៀនសន្សំពីវ័យកុមារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគតធនាគារប្រៃសណីកម្ពុជាសូមលើកទឹកចិត្តដល់សាធារណជនទាំងអស់គ្នាជាពិសេសមាតាបិតាដែលមានកូននៅក្នុងបន្ទុកចាប់ផ្ដើមបង្កើតទម្លាប់សន្សំសម្រាប់កូនៗទាំងអស់គ្នារីករាយទិវាសន្សំអាស៊ាន
ចាសូមស្វាគមន៍មកកាន់ការ live នៃការចាប់រង្វាន់ជូនអតិថិជនដែលប្រើប្រាស់ CP Bank App បាទជម្រាបសួរខ្ញុំបាទលៀមធីរ៉ា ចានាងខ្ញុំជម្រាបសួរនាងខ្ញុំប៉ូលីតាចានាងខ្ញុំទាំងពីរពិតជាមានកិត្តិយសធ្វើជាពិធីករសម្រាប់សម្រួលក៏ដូចជា host ជាមួយនឹងកម្មវិធីនៃការចាប់រង្វាន់ចាជូនអតិថិជនរបស់យើងទាំងអស់ចាដែលប្រើប្រាស់ជាមួយនឹង CP Bank App តាមរយៈ QR scan បាទ ចាអញ្ចឹងឃើញថានៅក្នុងខែនេះគឺជាខែបន្តបន្ទាប់នៃការចាប់រង្វាន់ជូនអតិថិជនចាហើយមកវិញដោយសារតែយើងបែកគ្នាមករយៈដែរចាពីការចាប់រង្វាន់ហើយក៏ដូចជាមានធុរៈរវល់រៀងៗខ្លួនតែថ្ងៃនេះពិតជាមានកិត្តិយសនិងសប្បាយរីករាយមែនទែនដែលបានធ្វើជាពិធីករនៅក្នុងការចាប់រង្វាន់ជូនអតិថិជនដែលប្រើប្រាស់ CP Bank App បាទចាសម្រាប់នេះខ្ញុំគឺមានសេចក្តីនឹករលឹកជាមួយនឹងពុកម៉ែបងប្អូនក៏ដូចជាអតិថិជនទាំងអស់ចាដែលតែងតែគ្រប់គ្រង CP Bank ចាដែលតែងតែតាមដានជាមួយនឹងការ live និងប្រើប្រាស់រាល់ផលិតផលនិងសេវាកម្មរបស់ធនាគារ CP Bank ចាហើយឥឡូវនេះយើងខ្ញុំទាំងពីរធ្លាប់ចាកាន់ជាមួយនឹងកម្មវិធីនេះកន្លងមកហើយក៏ឃ្លាតគ្នាមួយរយៈអញ្ចឹងណាចាចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចាមានការនឹករលឹកជាមួយនឹងយើងខ្ញុំទាំងពីរអ្នកដូចគ្នាចាតាមរយៈហ្នឹងតើលីតាសុខសប្បាយទេហើយក៏ដូចជាបានធ្វើដំណើរទៅកាន់ទីណាដែរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងក្នុងខែ4កន្លងទៅនេះចាបងសម្រាប់រយៈកាលកន្លងមកនេះគឺថាដើមឆ្នាំដែលយើងចូលមកឆ្នាំ2025ចាសម្រាប់នាងខ្ញុំមានកិច្ចការងារជាច្រើនចាមានអ្វីដែលល្អចូលមកជាច្រើនហើយក៏មានតរៈមួយចំនួនក៏រវល់ជាមួយនឹងការងារហើយកន្លងមកនេះចូលឆ្នាំខ្មែរផងចាក៏មានដំណើរកំសាន្តផ្សេងចាទាំងក្នុងស្រុកក្រៅស្រុកអីចឹងទៅចាខ្ញុំបានធ្វើដំណើរទៅកាន់ស្រុកកំណើតនៅខាងខេត្តកំពង់ធំហើយក៏បានជាងនៅពេលក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរហ្នឹងក៏យើងទៅបានទៅធ្វើបុណ្យតាមប្រពៃណីរបស់យើងនៅតាមទីវត្តអារាមក៏ដូចជាទៅលេងនៅប្រាសាទសមូព្រៃគុកបានដែលជាប្រាសាទមួយនៅក្នុងខេត្តកំពង់ធំផងដែរហើយក្នុងឱកាសហ្នឹងក៏ឃើញថាបន្តតាមបណ្ដាខេត្តរបស់យើងហ្នឹងឃើញរៀបចំសង្ក្រាន្តបាទអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋយើងតាមស្រុកផ្សេងៗហ្នឹងគឺមកលេងនៅសង្ក្រាមទៅតាមខេត្តនឹងខ្លួនផងដែរបាទឃើញបងឃើញថាសប្បាយខៀវខ្ញាទាំងតាមស្រុកភូមិទាំងនៅទីក្រុងភ្នំពេញគឺការរៀបចំតាមទីតាំងសំខាន់ហ្នឹងគឺបានរៀបតុបតែងហើយមានអ្នកចូលរួមអីផ្សេងៗហ្នឹងទៅចាហើយខ្ញុំជឿជាក់ថាចាទាំងអស់គ្នានឹងបានសប្បាយរីករាយជួបជុំបងប្អូនមិត្តភ័ក្តិចាហើយឥឡូវនេះសំបីតែកំពុងនិយាយហ្នឹងក៏អារម្មណ៍គឺត្រឡប់ទៅចាខែមុននោះដែរចាអញ្ចឹងដោយសារតែខែមុនជាខែមេសាហើយក៏ជាការឱកាសចូលឆ្នាំខ្មែរចេះសង្ឃឹមថានៅពេលក្នុងឱកាសហ្នឹងបងប្អូនប្រជាពលរដ្ឋរបស់យើងគឺធ្វើការទូទាត់ scan តាមរយៈCP Bank App របស់យើងកាន់តែច្រើនបាទងាកទៅវិញគឺនៅពេលដែលបុណ្យចូលឆ្នាំខ្មែរហ្នឹងនៅពេលដែលខ្ញុំទិញសម្ភារៈដែលយើងធ្វើបុណ្យទៅតាមប្រពៃណីក៏ដូចជាការជូនបច្ច័យឬក៏លុយទៅកាន់បងប្អូនរបស់យើងឬក៏ពុកម៉ែបងប្អូនជីដូនជីតារបស់យើងហ្នឹងគឺខ្ញុំធ្វើតាមរយៈការ scan តាមរយៈ CP Bank App ផងដែរបាទចាឃើញថាស្របតាមបច្ចុប្បន្នកាលឥឡូវនេះគឺខ្ញុំទាំងអស់គ្នាគឺកាត់បន្ថយជាមួយនឹងការកាន់กระดาษប្រាក់មិនមែនថាអត់ទេគ្រាន់តែកាត់បន្ថយអញ្ចឹងយើងប្រើប្រាស់ជាមួយនឹង app ក្នុងការ scan ចាហើយខែ4គឺយើងចំណាយក្នុងការដំណើរកម្សាន្តក៏ដូចជាទិញជាមួយនឹងសម្ភារៈតុបតែងក៏ដូចជាអ្វីផ្សេងដែលយើងបានធ្វើកន្លងមកហ្នឹងគឺចំណាយតាម app អញ្ចឹងសម្រាប់ CP Bank ពីមួយខែទៅមួយខែចាគឺតែងតែផ្ដល់ជូនជាមួយនឹងអ្នកដែលគាត់តែងតែគ្រប់គ្រងប្រើប្រាស់ហ្នឹងគឺតាមរយៈប្រតិបត្តិការរបស់បងប្អូនដែល scan ចា scan ទៅម្ចាស់អាជីវកម្មដែលប្រើជាមួយនឹង CP Bank QR ដែលគាត់ដាក់តាំងនៅហាងចាមិនដាក់តាំងគឺទទួល payment ហ្មងគេទទួលការទូទាត់ចានៅហាងនៅតាម depot នៅតាមទីតាំងអាជីវកម្មរបស់គាត់ហ្នឹងគឺអតិថិជនទាំងអស់គឺគាត់មានឱកាសចាទទួលបានជាមួយនឹងសំណាងរបស់យើងដែល CP Bank ធនាគារប្រៃសណីរបស់យើងចាធ្វើការរៀបចំកម្មវិធីនេះមកដែលយើងទាំងពីរកំពុងតែធ្វើហ្នឹងគឺចាប់ជាមួយនឹងប្រតិបត្តិការចាដែលគាត់បានធ្វើការ scan ទូទាត់ទៅហ្នឹងចាគឺមួយប្រតិបត្តិការរបស់បងប្អូនគឺស្មើនឹងមួយបានសំណាងចាមួយបានសំណាងដែលយើងយកប្រតិបត្តិការរបស់គាត់ហ្នឹងយកមកធ្វើការចាប់នៅក្នុងប្រព័ន្ធរបស់យើងហើយការចាប់នេះគឺជូនទៅបងប្អូនទាំងអស់គ្នាចាដែលប្រើប្រាស់
ទូទាំងប្រទេសតែម្ដងចា ចាតែធ្វើការទូទាត់ scan ហ្នឹងចាប់ពី$1ចា$1ឬ$4000រៀលឡើងទៅរៀលឡើងបាទ ចាខ្ញុំសង្កេតឃើញតែប្រហែលជានៅក្នុងខែមេសានេះគឺប្រតិបត្តិការឃើញមានសន្ទុះច្រើនមែនទែនចំពោះការប្រើប្រាស់ CP Bank App របស់យើងចាអញ្ចឹងបងប្អូនទាំងអស់គ្នាមានន័យថាបងប្អូនទាំងអស់គ្នាប្រើជាមួយនឹង CP Bank App Scan ទៅកាន់ដៃគូវិជ្ជាកម្មរបស់គេហៅថាអ្នកដែលសហការជាមួយ CP Bank កាន់តែច្រើននឹងទទួលបានឱកាសរង្វាន់កាន់តែច្រើនចាអញ្ចឹងរង្វាន់យើងគឺយើងមាន5រង្វាន់ចាបាទដែលរង្វាន់គ្រប់អស់គឺមានចំនួន63រង្វាន់ចាតែរង្វាន់ទី5គឺយើងមានទឹកប្រាក់ចំនួន100000រៀលចាចំនួន30រង្វាន់បាទចាហើយរង្វាន់ទី4គឺយើងមានចំនួនទឹកប្រាក់200000រៀលចា30រង្វាន់ចាជូនទៅអតិថិជន30រូបដូចគ្នាចាអញ្ចឹងយើងបាន60ហើយនៅសាររង្វាន់ទៀតរង្វាន់ធំទី3ចាដែលមានទឹកប្រាក់ចំនួន60000រៀលចំនួន1រង្វាន់ផងដែរបាទចារីឯរង្វាន់ទី2គឺយើងចំនួនទឹកប្រាក់1លានរៀលគឺ1រង្វាន់ផងដែររីឯរង្វាន់ធំដែលជារង្វាន់ទី1សម្រាប់ចាប់ឆ្នោតនៅក្នុងថ្ងៃនេះគឺរង្វាន់ចំនួនទឹកប្រាក់2លានរៀលបាទ2លានរៀលផងដែរអញ្ចឹងបើសិនជាបងប្អូនធ្វើការទូទាត់ប្រើប្រាស់ជាមួយនឹងសេវាកម្មធនាគារប្រៃសណីកាន់តែច្រើននឹងមានឱកាសត្រូវរង្វាន់ដែលយើងនៅក្នុងចាប់បន្តិចទៀតនេះគឺកាន់តែច្រើនផងដែរបាទចាអញ្ចឹងយើងខ្ញុំទាំងពីរគិតពិតជាមានសេចក្តីរំភើបចាដែលធ្វើការស្វែងរកម្ចាស់រង្វាន់សំណាងទាំង63រូបចាតាចាំមើលតើខែមេសានេះបានទៅលើម្ចាស់រង្វាន់រូបណាចាអញ្ចឹងកុំឲ្យខាតពេលយូរប្រហែលជាពុកម៉ែបងប្អូនកំពុងតែរងចាំទស្សនានៃការចាប់រង្វាន់នេះផងដែរចាខ្ញុំក៏រៀងភ័យព្រោះអីយើងចង់ឃើញថាតើអតិថិជនទាំង63រូបថាតើជាអតិថិជនរូបណានៅក្នុងខេត្តណាដែរឬក៏នៅរាជធានីភ្នំពេញនេះផ្ទាល់សម្រាប់ការចាប់រង្វាន់ជូនចាដោយបញ្ជាក់ម្ដងទៀតអំបញ្ញមិញហ្នឹងគឺយើងខ្ញុំទាំងពីរនឹងចាប់តាមលេខប្រតិបត្តិការរបស់បងប្អូនដែលបាន scan ទៅចាយើងចាប់ចាអត់ដឹងថាបានទៅលើបងប្អូននៅតាមបណ្ដាខេត្តឬនៅក៏ក្រុងភ្នំពេញឬក៏អតិថិជនរូបណាទេអញ្ចឹងយើងធ្វើការលេខប្រតិបត្តិការរបស់យើងនឹងរត់នៅលើ screen ដែលយើងខ្ញុំទាំងពីរនឹងបង្ហាញជូនបងប្អូននៅក្នុងពេលបន្តិចទៀតនេះហើយការចាប់រង្វាន់គឺយើងខ្ញុំទាំងពីរសូមធ្វើការចាប់ពីរង្វាន់ទី5ឡើងទៅណាចាអញ្ចឹងរង្វាន់ទី5ទី4ទី3ណាចាប់ពី100000 200000 600000 1លាននិង2លានរៀលគឺកូនបើឲ្យធំចាព្រោះអីប្រយ៉ាងរង្វាន់ធំគឺបងប្អូនពុកម៉ែរបស់យើងកំពុងតែរងចាំតែរង្វាន់ធំជាអតិថិជនរូបណាបាទអញ្ចឹងពុកម៉ែបងប្អូនក៏ចាប់ផ្ដើមចាំមើលថារង្វាន់ទី5នេះត្រូវអ្នកនេះត្រូវបងប្អូនឈ្មោះនេះដល់ទៅពេលរង្វាន់ធំគាត់ចាប់ផ្ដើមបន្ទុតមែនតើគាត់ចាប់ផ្ដើមភ័យមែនតើណាថាទីត្រូវគាត់ទេដឹងចឹងឃើញថាview យើងរៀងឡើងដែរហើយតែក៏នៅតែស្នើសុំឲ្យទាំងអស់គ្នាចាដែលកំពុងតាមដានការ live នេះតែសូមជួយ like ជួយ share ជាមួយនឹងវីដេអូយើងផងទៅចាដើម្បីឲ្យបងប្អូនយើងចាបានឃើញកាន់តែច្រើនចាយើងចូលរួមចាតាមដានការ live ទាំងអស់គ្នាដើម្បីគេហៅថាញ៉ាំងបរិយាកាសឲ្យកាន់តែរំភើបរីករាយហើយឲ្យបងប្អូនរបស់យើងដឹងអំពីចាការទទួលសំណាងពី CP Bank របៀបម៉េចចាអញ្ចឹងបើសិនជាបងប្អូនអាជីវកររបស់យើងគាត់បានបិទហាងបិទគ្រូរបស់គាត់ដែរគឺតែពេលដែលគាត់អាចថាមួយទឹកឬក៏ទទួលទានអាហារពេលល្ងាចហើយដល់មួយទឹកបាទមួយទឹកហើយចាស្ដាប់បដាបាទគាត់អាចមើលទស្សនាការ live របស់យើងទាំងពីរនាក់ចាអូខេអញ្ចឹងតអញ្ចឹងយើងខ្ញុំទាំងពីរចាសូមធ្វើការចាប់ជាមួយនឹងរង្វាន់ទី5ជូនដែរជូនទៅដល់អតិថិជនចំនួន30រូបចារង្វាន់ទឹកប្រាក់100000រៀលចាអញ្ចឹងទាំងអស់គ្នាសូមអញ្ជើញទស្សនាជាមួយនឹង screen ហើយយើងខ្ញុំទាំងពីរនឹងធ្វើការចុចចាស្វែងរកម្ចាស់សំណាងហើយនឹងហៅឈ្មោះចាហៅឈ្មោះអតិថិជនជូនហើយបើសិនជាមានការហៅទៅខុសទាស់ត្រង់ណាអីសូមចាមេត្តាខន្តីអភ័យទោសផងបើសិនជាចារត់ដាស់រំភើបទៅញាប់ញ័រទៅរៀងហៅខុសអញ្ចឹងណាចាហ្នឹងហើយអញ្ចឹងយើងខ្ញុំសូមបង្ហាញជាមួយនឹង screen ចាអញ្ចឹងទឹកប្រាក់100000រៀល
ស្វែងរកអតិជន30រូបកំពុងតែរងចាំបងប្អូនទាំងអស់គ្នាចាអញ្ចឹងយើងចាប់ផ្ដើមតែម្ដង បាទយើងចាប់ផ្ដើមតែម្ដង អញ្ចឹងយើងខ្ញុំសូមធ្វើការចុចដើម្បីឲ្យប្រតិបត្តិការរបស់យើងកន្លុកឲ្យបាននេះបន្តិចកុំឲ្យបងប្អូនដាក់ភ្លាមចុចភ្លាម ចាអញ្ចឹងតាមដានទាំងអស់គ្នាណាបងប្អូនព្រោះដោយសារនៅលើនេះគឺយើងមានបង្ហាញច្បាស់តែម្ដងថាបានទៅលើអតិជនរូបណាចា អញ្ចឹងសូមធ្វើការចាប់ផ្ដើមតែម្ដងអញ្ចឹងលីតាចាប់ផ្ដើម select ចាអូខេ បាទអញ្ចឹងសូមអបអរសាទរអតិថិជនទី1ដែលទទួលបាននៅទឹកប្រាក់ 10,000 រៀលគឺបានទៅលើឈ្មោះអ៊ុលសុលីលីបាទចាសូមអបអរសាទរអតិថិជនទី1ទឹកប្រាក់ចា 10,000 រៀលកូនបងគេបាទ កូនបងចាដំបងចាជាបន្តទៅទៀតចារង្វាន់ 10,000 រៀលបានទៅលើអតិថិជនឈ្មោះម៉ងបូរិនចាសូមអបអរសាទរចាជាបន្តទៅទៀតអតិថិជនទី3គឺបានទៅលើអតិថិជនដែលមានឈ្មោះឈឿនគឹមលុនចាឈឿនគឹមលុនចាសូមអបអរសាទរបងចាបងបានជាមួយនឹងទឹកប្រាក់ 10,000 រៀលចាជាបន្តទៅទៀតចាអតិថិជនទី4បានទៅលើឈ្មោះញិនសាម៉ាត់ចាសូមអបអរសាទរបងចាចឹងបានអតិជនបន្តមកហើយចាចាប់បដារំភើបដា បាទជាមួយអតិជនទី5ថាតើជារូបណាចាគឺបានទៅលើឈ្មោះសៀនគឹមហានបាទចាសូមអបអរសាទរបងចឹងខ្ញុំសូមហៅបងទាំងអស់គ្នាទៅព្រោះអត់ដឹងថាបានទៅលើអតិជនរូបណាព្រោះយើងអត់ប្រកាន់ជាមួយនឹងវ័យចាអត់ប្រកាន់ជាមួយនឹងធ្វើអីចាគឺសំខាន់ឲ្យតែប្រើគឺបានហើយអត់ដឹងថាគាត់ជាបងប្អូនបងស្រីទៀតចាអញ្ចឹងបន្តទៅទៀតបានទៅលើសម្រាប់អតិជនទី6បានទៅលើឈ្មោះប្រាក់បញ្ញាចាសូមអបអរសាទរចាចំពោះអតិជនទី7ចាបានទៅលើឈ្មោះហ៊ានរិនដាចាសូមអបអរសាទរបងហ៊ានរិនដាចំពោះអតិជនទី8គឺបានទៅលើអតិជនដែលមានឈ្មោះខេនរ៉ាដេតចាសូមអបអរសាទរបងរ៉ាដេតចាសម្រាប់អតិថិជនទី9ចាអតិថិជនទី9បានទៅលើឈ្មោះអែមចាសូមអបអរសាទរបងជាអតិថិជនទី9ដែលត្រូវជាមួយនឹងរង្វាន់ 10,000 រៀលចំពោះអតិថិជនទី10ដែលត្រូវរង្វាន់ 10,000 រៀលនេះផងដែរគឺបានទៅលើឈ្មោះខារដ្ឋាចាសូមអបអរសាទរបងយើងបាន10រូបហើយចាសិតដែលជាអតិថិជនដែលប្រើប្រាស់ជាមួយនឹងការ scan បានច្រើនបាទចាបន្តមកទៀតទី11ចាបានទៅអតិថិជនដែលមានឈ្មោះយុគម៉ូនីកាចាសូមអបអរសាទរចាជាបន្តទៅទៀតអតិថិជនចាលេខរៀងទី12ណាបាទចាបានទៅលើឈ្មោះចាគឹមសុកចាសំទោសបងចាឈ្មោះគឹមសុកចាបាទចាអបអរសាទរបងអាចជាស្លាយដែរប្រសិនជាខ្ញុំតែពីរនាក់អាចអានឈ្មោះអតិថិជនទៅមានភាពលឿនលួសកន្លែងណាចាបងតាមអង់គ្លេសខ្ញុំអានតាមខ្មែរចាសូមអបអរសាទរបងយ៉ាងណាក៏សូមអបអរសាទរហើយក៏សូមអរគុណក្នុងការប្រើប្រាស់ចាជាបន្តទៅទៀតចាសម្រាប់អតិថិជនទី13ចាបានទៅលើឈ្មោះច័ន្ទសោភ័ណ្ឌចាសូមអបអរសាទរចាអតិជនទី13ឥឡូវនេះគឺបន្តទៅរកអតិជនចាទី14ដែលត្រូវជាមួយនឹងទឹកប្រាក់ 10,000 រៀលបានទៅលើឈ្មោះញ៉ែនប៊ុនធៀងចាសូមអបអរសាទរបងប៊ុនធៀងចាបងអតិជនរង្វាន់សំណាងទី14ចាឥឡូវនេះបន្តទៅលើស្វែងរកម្ចាស់រង្វាន់ទី15ចាទី15នៃទឹកប្រាក់ 10,000 រៀលចាបានទៅលើឈ្មោះហាគុនធាចាសូមអបអរសាទរបងគុនធាយើងបានពាក់កណ្ដាលហើយណាបងចាខ្ញុំចុចបន្តឲ្យប្រតិបត្តិការរត់ទៀតហើយមើលអត់តនេះនេះចាអាចឈ្មោះអតិជនបដារំភើបជាមួយនឹងការចាត់រង្វាន់បដាបាទចាមើលមានអតិជនឈ្មោះលីតាអត់ខ្ញុំក៏ចាំមើលដែរដោយសារខ្ញុំស្គាល់ច្រើនដែរនៅពេលការចូលឆ្នាំខ្មែរហ្នឹងបាទចាអត់ទេបាច់ឈ្មោះហ្នឹងមកបើឲ្យតាលីតាដូចគ្នាខ្ញុំហៅបងអូខេបន្តទៀតចាអតិជនលេខរៀងទី16បានទៅលើឈ្មោះភាពស្រីអែមចាសូមអបអរសាទរបងចា
ជាបន្តទៅ រង្វាន់ ទៀត ទី17ដែលមានទឹកប្រាក់ 10,000 រៀលដដែលហ្នឹងគឺបានទៅលើទេជនដែលមានឈ្មោះ ចាឈ្មោះ អិនសុខុ សុ ម ខុមចាសូមអបអរសាទរបងត្រូវជាមួយនឹងទឹកប្រាក់ 10,000 រៀលចាជាបន្តទៅទៀតអតិថិជនរង្វាន់សំណាងចាទី 18 នៃទឹកប្រាក់ 10,000 រៀលបានទៅលើឈ្មោះត្រីមេងចាសូមអបអរសាទរបងចាបងត្រីមេងទី 18 ចាស្វែងរកម្ចាស់រង្វាន់ទី 19 នៃទឹកប្រាក់ 10,000 រៀលចានៃការប្រើប្រាស់ CP Bank App ចាបានទៅលើឈ្មោះ ទេជនដែលមានឈ្មោះ សាទសុភ័ក្រ ចាសូមអបអរសាទរបងចាអបអរសាទរ យើងរកបានចំនួន 19 រូបហើយអញ្ចឹងរង្វាន់ទី20នេះគឺបានទៅលើអតិថិជនដែលមានឈ្មោះ ចាឈ្មោះ ធឿនផាន់ណាក់ ចាសូមអបអរសាទរបងម្ចាស់រង្វាន់សំណាង 10,000 រៀលលេខរៀងទី 20 ចាជាបន្តទៅទៀតចាម្ចាស់រង្វាន់សំណាងលេខរៀងទី 21 នៃទឹកប្រាក់ 10,000 រៀលចាចាំមើលបានទៅលើអតិថិជនរូបណាចាបានទៅលើឈ្មោះ រុនចាន់នីចាសូមអបអរសាទរបងចាន់នីចារង្វាន់កាន់តែរំកិលទៅហើយយើងរកបាន 21 រូបហើយនេះគឺជាការស្វែងរកប្រតិបត្តិការបន្តទៅទៀតចាគឺសម្រាប់ម្ចាស់រង្វាន់សំណាង 10,000 រៀលនៃលេខរៀងទី 22 ចាបានទៅលើឈ្មោះ ឈ្មោះ ធីរ៉ា បានទៅលើឈ្មោះ សុងច័ន្ទធីមចាសូមអបអរសាទរចាអបអរសាទរបងអ្នកត្រូវអង្គុយញ៉ាំណាបានមើលអូយដឹងរំភើបហ្មង គាត់កំពុងតែដាក់ឈ្មោះគាត់នៅតាមការ live ហ្នឹងតែឈ្មោះគាត់ត្រូវហើយបាទចានេះគឺជាសក្ខីភាពមួយអញ្ចឹងណាហ្មងចាជាបន្តទៅទៀតម្ចាស់រង្វាន់សំណាងលេខរៀងទី 23 នៃទឹកប្រាក់ 10,000 រៀលចាបានទៅលើអតិថិជនឈ្មោះ សឿនសកលចាសូមអបអរសាទរបងចាសឿនសកល យើងឃើញថា view របស់យើងកាន់តែឡើងទៅដោយសារតែយើងចាក់រង្វាន់ដល់អតិថិជនទី 24 ចាយើងកំពុងតែក្តៅម៉ាស៊ីនទៅហើយមើលនិយាយទៅវិធីកពីរនាក់នេះរៀងរំភើបអង្គុយអត់ចង់ជាប់កៅអីនេះកុំបងប្អូនមើល screen ទេណាមើលផ្ទាល់វិញគឺអត់បិទមាត់ហ្មង អូខេឥឡូវបន្តមកទៀតណាបន្តជាមួយនឹងអតិថិជនម្ចាស់រង្វាន់សំណាងលេខរៀងទី 24 ចាជាមួយនឹងទឹកប្រាក់ 10,000 រៀលចាបានទៅលើឈ្មោះ នុតសុផាន់ណាចាសូមអបអរសាទរចាសូមអបអរសាទរទឹកប្រាក់ 10,000 រៀលចាចូលទៅដល់អតិថិជនទី 25 ដែលនឹងទទួលបាននៅរង្វាន់ទី 5 នេះចាចំនួនទឹកប្រាក់ 10,000 រៀលបន្ទាប់នេះគឺបានទៅលើអតិថិជនដែលមានឈ្មោះ ហួរដានីនចាសូមអបអរសាទរចាអបអរសាទរបងដានីនចឹងយើងនៅសល់ 5 រូបទៀតចាសម្រាប់ទឹកប្រាក់ 10,000 រៀលចាយើងកាន់តែរំកិលហើយយើងរកបងប្អូនសំណាងបានបដាហើយបានអតិថិជនទាំង 40 រូបចាសម្រាប់ទី 5 នេះចាអូខេអញ្ចឹងខ្ញុំសូមចុចបន្តទៀតបានទៅលើឈ្មោះ នៅនាងចាសូមអបអរសាទរបងចាបងទទួលជាមួយនឹងរង្វាន់សំណាង 10,000 រៀលចាពីការប្រើប្រាស់ CP Bank App ចាជាបន្តទៅទៀតសម្រាប់ម្ចាស់រង្វាន់សំណាងលេខរៀងទី 27 នៃទឹកប្រាក់ 10,000 រៀលចាបានទៅលើអតិថិជនឈ្មោះ អេនឌីណាងចាសូមអបអរសាទរបងចាគឺបងទទួលបានជាមួយនឹងទឹកប្រាក់ 10,000 រៀលចាអញ្ចឹងអតិថិជនរង្វាន់សំណាងលេខរៀងទី 28 នៃទឹកប្រាក់ 10,000 រៀលបានទៅលើឈ្មោះចាផ្ទៀងទាំងអស់គ្នាបងប្អូនចាបានទៅលើឈ្មោះសិនតារាវុធចាសូមអបអរសាទរបងចាអបអរសាទរអញ្ចឹងការចាក់រង្វាន់របស់យើងក៏បានដល់អតិថិជនទី 29 បងដែរចាថាតើជាអតិថិជនរូបណាចាអញ្ចឹងសូមធ្វើការស្វែងរកទាំងអស់គ្នាចា1 2 3ចាបានទៅលើឈ្មោះចាកែវគឹមហុងចាសូមអបអរសាទរបងចាម្ចាស់រង្វាន់សំណាងលេខរៀងទី 29 នៃទឹកប្រាក់ 10,000 រៀលចាជាចុងក្រោយនៃម្ចាស់រង្វាន់សំណាងនៃទឹកប្រាក់ 10,000 រៀលដែលជាទី 5 នេះគឺបានទៅលើអតិថិជនដែលមានឈ្មោះចាំមើលអស់គ្នាបាទឈ្មោះចាជួយផ្ទៀងខុតម៉ារីចាសូមអបអរសាទរ
ចាអបសាទរបងខុតម៉ារីចា เราជាអតិជនទាំង30រូបចាទទួលបានរង្វាន់ពីធនាគារប្រៃសណីយ៍កម្ពុជាចានៅរង្វាន់ទី5នេះផងដែរចាដែលនេះគឺជាការចាលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាអតិជនដែលតែងតែគ្រប់គ្រងជាមួយនឹងការប្រើប្រាស់ជាមួយនឹង CP Bank App ចាអញ្ចឹងយើងរកឃើញម្ចាស់រង្វាន់សំណាងទាំង33រូបហើយសុំទោសចា30រូបខាងថែម3ទៀតជក់ចាប់ចា30រូបចា30រូបបងប្អូនដែលកំពុងទស្សនាការ live ក៏កំពុងអាលអរគុណចិត្តបាទនៅមានទៀតចារងចាំមើលថាតើមានឈ្មោះបងប្អូនពុកមានឈ្មោះពុកម៉ែបងប្អូនដែលនឹងត្រូវរង្វាន់ទី4ទី3ទី2និងទី1ចានិយាយទៅគឺយើងចាប់ផ្ដើមកលរង្វាន់ធំចាអញ្ចឹងយើងរកបាន30រូបហើយបងប្អូនកុំបារម្ភណាដោយសារតែការចាប់រង្វាន់អំបញ្ញមិញគឺយើងខ្ញុំទាំងពីរបានបង្ហាញនៅលើ screen ដែលមានឈ្មោះមានលេខប្រតិបត្តិការចាច្បាស់នៅក្នុងនឹងតែម្ដងហើយបន្ទាប់ពីការ live យើងនឹងធ្វើការថាសរុបជាមួយនឹងម្ចាស់រង្វាន់សំណាងទាំងអស់ដែលមាន post នៅក្នុង page Facebook ផ្លូវការក៏ដូចជា channel ផ្សេងៗរបស់ធនាគារ CP Bank របស់យើងចាដើម្បីឲ្យកាន់តែច្បាស់បន្ថែមទៀតចាដូច្នេះចាំពេលដែលចប់ហើយចាយើងនឹងធ្វើការផុសបន្តទៅទៀតចាអញ្ចឹងវគ្គនៃការចាប់រង្វាន់ទឹកប្រាក់ 100000 រៀលគឺបានចប់មួយវគ្គយើងបន្តិចទៀតនេះគឺយើងបន្តជាមួយនឹងរង្វាន់ទី4ចារង្វាន់ទី4ទឹកប្រាក់ 200,000 រៀលចាធំជាងអំបញ្ញមិញតែចំនួនអតិជនគឺដូចគ្នាចំនួនម្ចាស់រង្វាន់សំណាងគឺដូចគ្នាគឺ30រូបចា30អញ្ចឹងឆ្លៀតក្នុងឱកាសនេះដែរនេះខ្ញុំសូមជម្រាបបន្តិចតាក់ទងជាមួយនឹងអ្វីដែលជាចាអត្ថប្រយោជន៍ចាពីការប្រើប្រាស់ជាមួយនឹង CP Bank App ចាដោយសារតែការចាប់រង្វាន់នេះគឺនិយាយម្ដងហើយម្ដងទៀតគឺយើងធ្វើការជូនទៅដល់បងប្អូនទាំងអស់គ្នាចាដែលគាត់ប្រើប្រាស់ជាមួយនឹង app ចា app CP Bank ហ្នឹង scan ទូទាត់ចា scan ទូទាត់ទៅម្ចាស់អាជីវកម្មរបស់យើងដែលគាត់ចាប្រើជា QR បែបនេះចាម្នេះថាជាខ្សែឬក៏ជាជើងបញ្ឈរចាជើងបញ្ឈរឬក៏គាត់បិទនៅអញ្ចឹងចាឬក៏មិនថា scan ផ្ទាល់ទេឲ្យទៅម្ចាស់អាជីវកម្មគឺគាត់នឹងទទួលបានរង្វាន់សំណាងដែល like ឥឡូវនេះគឺយើងមានអ្វីដែលជាគេហៅថាភាពងាយស្រួលជាមួយនឹងឲ្យថាផ្ដល់អត្ថប្រយោជន៍ជូនដល់បងប្អូនដែលប្រើប្រាស់នៅសេវាកម្មរបស់ធនាគារប្រៃសណីយ៍កម្ពុជាអញ្ចឹងលីតាអាចជួយណែនាំឬក៏ដូចជាបញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនរបស់យើងដែលកំពុងតែតាមដានការ live នេះផងចាសម្រាប់ធនាគារ CP Bank ឥឡូវនេះគឺលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំងអស់ក្នុងការប្រើប្រាស់ការដាក់ QR ដើម្បីទូទាត់ចាការចំណាយផ្សេងការទទួលការទូទាត់ពីអតិថិជនរបស់បងប្អូនចាគឺអាចប្រើប្រាស់ជាមួយនឹង QR របស់ធនាគារអាចធ្វើការសហការជាមួយនឹងធនាគារ CP Bank ហើយអ្វីដែលគាត់ទទួលត្រឡប់មកវិញនោះណាឥឡូវនេះគឺយើងមានគណនីសកម្មចាដែលគណនីសកម្មនេះគឺផ្ដល់ជូនទៅម្ចាស់អាជីវកម្មទាំងឡាយដែលគាត់ធ្វើការប្រើជាមួយនឹង QR scan ដោយនឹងខ្ញុំជម្រាបអំបញ្ញមិញហ្នឹងគឺទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ចាទឹកប្រាក់ដុល្លារចាសម្រាប់ប្រាក់ដុល្លារគឺទទួលបានអត្រាការប្រាក់នៅក្នុងគណនី 3.75% ចាហើយសម្រាប់ប្រាក់រៀលគឺបានអត្រាការប្រាក់ 4.75% ចាអញ្ចឹងទន្ទឹមជាមួយនឹងបងប្អូនធ្វើការទទួលការទូទាត់ចាពីអតិថិជនទាំងអស់ពីការទទួលប្រចាំថ្ងៃរបស់គាត់ហ្នឹងណាដើម្បីសម្រួលដល់អាជីវកម្មប្រើតាម app ធនាគារនោះគឺគាត់ទទួលបានអត្រាការប្រាក់ហ្នឹងពីព្រោះតែអត្រាការប្រាក់នៅក្នុងគណនីសកម្មគឺធ្វើការទូទាត់ការប្រាក់របស់បងប្អូនហ្នឹងចូលជូនរៀងរាល់ខែតែម្ដងចាគេហៅថារបាយការណ៍នោះណាចា statement នោះគឺតម្លាក់ការប្រាក់រៀងរាល់ខែចាអញ្ចឹងអត្រាការប្រាក់នេះគឺយើងគិតជូនបងប្អូនទន្ទឹមនឹងការទទួលហើយគាត់បានចំណេញជាមួយនឹងការប្រាក់ទៀតអញ្ចឹងកុំភ្លេចចាស្នើជាមួយនឹងគណនីសកម្មជាមួយនឹងធនាគារ CP Bank ចាគឺគាត់ធនាគារប្រៃសណីយ៍យើងហើយលើសពីនេះទៅទៀតចាម្ចាស់អាជីវកម្មឬក៏ហៅថាមជ្ឈិនទាំងអស់ហ្នឹងគឺគាត់នឹងទទួលបាន cashbackចាគឺជា bonus មួយឬក៏ជាប្រាក់លើកទឹកចិត្តមួយចាទន្ទឹមនឹងការជួយប្រើប្រាស់គ្រប់គ្រងជាមួយនឹងសេវាកម្មចាម្ចាស់អាជីវកម្មទាំងអស់នឹងទទួលបានជាមួយនឹង cashback ហ្នឹងចាប់ពី5រហូតដល់$10ចាជារៀងរាល់ខែចានេះគ្រាន់ដល់អត្ថប្រយោជន៍ច្រើនចាគាត់ទទួលបានអត្រាការប្រាក់ពិសេសនៅក្នុងគណនីចាហើយគាត់ក៏ទទួលបានជាមួយនឹង cashback ផងដែរដែលផ្ដល់ជូនជារៀងរាល់ខែដោយធ្វើការទទួលការទូទាត់ចាពីបណ្ដាធនាគារទាំងអស់ឲ្យតែ scan ចូលជាមួយនឹងគណនី CP Bank របស់ម្ចាស់អាជីវកម្មឬក៏បងប្អូនទាំងអស់គ្នាដែលប្រើ app ហ្នឹងចាគឺគាត់ទទួលបាន cashback ហ្នឹងហើយមួយទៀតដែលមិញយើងបាន2ណាចាយើងបាន2ឯង
ជាមួយនឹងអត្រាការប្រាក់ពិសេសជាមួយនឹង cashback ហើយមួយទៀតបើសិនជាម្ចាស់អាជីវកម្មទាំងអស់គាត់មានការបារម្ភថាពេលដែលចូលហើយពេលចេញទៅវិញគឺពិបាកក្នុងការ scan ទូទាត់ព្រោះទទួលស្គាល់អាជីវកម្មខ្លះត្រូវការផ្ទេរប្រាក់ក្នុងទំហំសាច់ប្រាក់ធំអញ្ចឹង app របស់ធនាគារ CP Bank ក៏បានធ្វើការ update ចា upgrade ណាចាឡើងរហូតទៅដល់$20,000រៀលក្នុងការទូទាត់ទៅគ្រប់បណ្ដាធនាគារនៅក្នុងប្រទេសទាំងអស់ចា$20,000បាទសុំទោសចា$20,000ចា$20,000មានន័យថាគាត់ចង់ធ្វើការផ្ទេរប្រាក់ក្នុងរង្វង់ទឹកប្រាក់ធំចាគាត់ធ្វើទៅបានការអាជីវកររបស់យើងគាត់មានហៅថាអាជីវកម្មធំដែលចាដូចក្រុមហ៊ុនសំណង់ឬក្រុមហ៊ុនអីផ្សេងៗគាត់ត្រូវការប្រវល់ធំចាអញ្ចឹងទន្ទឹមនឹងការប្រើប្រាស់ជាមួយនឹង app គឺគាត់អាចស្រួលបានណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់ធ្វើការ scan ក្រោម$50,000ចាក្រោម$50,000ដោយធ្វើតាម app គឺយើង free សេវាជូនចាចាប់ពី$50,000ឡើងរហូតដល់$20,000គឺអាចទ្រេទៅបានគាត់គិតថ្លៃសេវាតិចតួចទេចា0ដែលមានសេវា 0.006% ចាអញ្ចឹងមុននឹងធ្វើការផ្ទេរនៅក្នុង app របស់យើងគឺបានបង្ហាញច្បាស់ៗតែម្ដងថាចាថ្លៃសេវាអស់ម៉ានអញ្ចឹងទៅគាត់អាចផ្ទៀងផ្ទាត់មុននឹងធ្វើការ transfer ចេញទៅចាច្បាស់ហើយបងបាទចង់ឲ្យតាបន្ថែមតើអមាញ់មិញគឺលីតាបញ្ជាក់អំពីគណនេយ្យកម្មចាអាចជួយបញ្ជាក់ទៅកាន់បងប្អូនបន្ថែមទៀតបានទេថាគណនេយ្យកម្មហ្នឹងអាចផ្ដល់អត្ថប្រយោជន៍យ៉ាងណាដែរចំពោះបងប្អូនអាជីវកររបស់យើងបាទដើម្បីគាត់ងាយស្រួលយ៉ាងម៉េចដែរនៅពេលដែលគាត់ប្រើគណនេយ្យកម្មហ្នឹងគាត់អាចផ្ទេរបានងាយស្រួលឬក៏គាត់អាចបារម្ភឬគាត់អាចគិតថាតទៅដល់រយៈពេលណាមួយដើម្បីគាត់អាចដកលុយប្រើបានឬក៏បង្វិលសាច់ប្រាក់គាត់បានអាចផ្ដល់ជាអត្ថប្រយោជន៍យ៉ាងម៉េចដែរចាអរគុណបន្តិចបាទអរគុណបងចាអញ្ចឹងខ្ញុំសូមបញ្ជាក់ទៅលើសំណួររបស់បងធីរ៉ាដែលគាត់ជួយចាប្រហែលជាសួរជំនួសបងប្អូនបន្ថែមទៀតចាតាក់ទងជាមួយនឹងអត្ថប្រយោជន៍បន្ថែមអញ្ចឹងខ្ញុំសូមជម្រាបលំអិតហើយឲ្យចំហ្មងគឺនេះខ្ញុំលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទាំងអស់គឺធ្វើការទទួលការទូទាត់ហ្នឹងតាមរយៈ app ចា app ធនាគារអញ្ចឹង CP Bank app គឺជួយដល់ម្ចាស់អាជីវកម្មទាំងអស់គឺនៅពេលដែលគាត់មកធ្វើការប្រើប្រាស់ជាមួយនឹង app CP Bank គឺគាត់រាល់ប្រតិបត្តិការដែល scan ចូលទាំងអស់មាន load notification គឺក៏ load គេហៅថាជំរាបថាបានទទួលទឹកប្រាក់អញ្ចឹងណាគឺយើងមានច្បាស់លាស់នៅខាងក្នុង app ហើយរបាយការណ៍គាត់អាចទាញជារៀងរាល់ខែតាមរយៈ app ចាហើយជាមួយនឹងអត្រាការប្រាក់ដែលបាញ់មិញនេះគឺបានលើកថាសម្រាប់គណនេយ្យប្រាក់ដុល្លារបានអត្រាការប្រាក់នៅក្នុងគណនេយ្យ 3.75% ជាគណនេយ្យសកម្មហើយសម្រាប់គណនេយ្យប្រាក់រៀលទទួលបានជាមួយនឹងអត្រាការប្រាក់ 4.75% ដោយគ្រាន់តែម្ចាស់អាជីវកម្មធ្វើការស្នើចាមកធនាគារឬក៏ជួបជាមួយនឹងភ្នាក់ងាររបស់យើងដែលបើកគណនេយ្យជូននឹងគាត់ធ្វើការ upgrade គណនេយ្យស្របទៅតាមអាជីវកម្មរបស់បងប្អូនចាហើយលើសពីការទទួលបានជាមួយនឹងអត្រាការប្រាក់នៅក្នុងគណនេយ្យយើងក៏មានជាការ cashback ឬក៏ផ្ដល់ bonus ទៅម្ចាស់អាជីវកម្មទាំងអស់ដោយផ្ដល់ជូនជារៀងរាល់ខែដោយគ្រាន់តែធ្វើការទទួលការទូទាត់ពីគ្រប់អតិថិជនទាំងអស់ពីគ្រប់បណ្ដាapp ធនាគារទាំងអស់ឲ្យតែចូលមកក្នុងគណនីរបស់ CP Bank ចារបស់គាត់នឹងរបស់ម្ចាស់អាជីវកម្មនឹងចានឹងទទួលបានប្រាក់លើកទឹកចិត្តចន្លោះពី$5ទៅ$10ចាចាប់ពី50ប្រតិបត្តិការឡើងទៅចាហើយចុងក្រោយមិញហ្នឹងដែលថាតាក់ទងជាមួយនឹងការផ្ទេរប្រាក់គឺបងប្អូនអាចធ្វើចាចាប់ផ្ដើមរហូតទៅដល់ចា50000ហ្នឹងគឺយើង free ចា free ក្នុងការ transfer ឆ្លងធនាគារបើសិនជាត្រូវការធ្វើនៅក្នុងរង្វង់សាច់ប្រាក់ធំរហូតទៅដល់លើសពី50000ណាចាគឺយើងអាច upgrade នៅក្នុង app ហ្នឹងឥឡូវគេតឡើងរហូតទៅដល់$20,000ចាសម្រាប់ការ transfer អញ្ចឹងសម្រាប់ការ transfer លើសពី$50,000គឺម្ចាស់អាជីវកម្មទាំងអស់ក៏អាចធ្វើការផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈ app យើងបានដែរដោយគ្រាន់តែចំណាយជាមួយនឹងថ្លៃសេវាតិចតួចចាតិចតួច 0.006% ក្នុងមួយប្រតិបត្តិការចាអញ្ចឹងបើយើងមើលទៅលើអត្តប្រយោជន៍គឺមានច្រើនមែនចាច្រើនបងប្អូនប្រើនៅគណនេយ្យកម្មនេះបាទចាអញ្ចឹងកុំភ្លេចបងប្អូនទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងចាភ្នាក់ងារធនាគាររបស់យើងតាមរយៈលេខ072002ចាឬក៏អាច search នៅក្នុង Facebook page ផ្លូវការរបស់ CP Bank ដែលដាក់ថាចា CP Bank អក្សរកាត់ចឹងទៅនឹងឃើញហើយយើងមានច្រើនទៀតដូចជាតាម IG អីផ្សេងៗចាបងប្អូនអាចមកកាន់ស្នាក់ការនៅចិត្តបងប្អូនបាទព្រោះយើងមានស្នាក់ការច្រើននៅ
ចិត្តបងប្អូនហ្នឹងបាទ ចាយើងនឹងជំរាបបន្ថែមទៀតនៅបន្ទាប់ពីចាប់មកតាំងទៀតមកបងណាចាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានអ្វីដែលនឹងខ្ញុំជម្រាបអំពីចាអត្ថប្រយោជន៍ក៏ដូចជាអ្វីដែលធនាគារ CB Bank កំពុងតែផ្ដល់ជូនកុំភ្លេចចាប់យកឱកាសចា បាទ អញ្ចឹងត្រឡប់មកកាន់ការចាប់រង្វាន់យើងវិញគឺរង្វាន់ទី4ចា បងប្អូនកំពុងតែរងចាំ ចា គាត់ក៏ចង់ដឹងពីព័ត៌មានរបស់សេវាកម្មធនាគារប្រៃសណីហើយក៏ទន្ទឹមនោះគាត់ក៏កំពុងតែរងចាំការចាក់រង្វាន់លំដាប់ទី4បាទដែលជារង្វាន់ទឹកប្រាក់ចំនួន 20,000 រៀល ចាចំនួន30រង្វាន់ចាអញ្ចឹងនាងខ្ញុំយើងខ្ញុំទាំងពីរចានឹងធ្វើការចាប់ដោយអំបញ្ញមិញអញ្ចឹងយើងនឹងបង្ហាញនៅលើ screen ហើយមើលជាមួយនឹងលេខប្រតិបត្តិការចាប់ទៅនាងខ្ញុំនឹងហៅឈ្មោះណាចាអញ្ចឹងម្ចាស់រង្វាន់ 20,000 រៀលកំពុងតែរងចាំតាមដានហើយចាយើងខ្ញុំទាំងពីរនឹងស្វែងរកចាតាមរយៈលេខប្រតិបត្តិការដែលបងប្អូនទាំងអស់គ្នាបានធ្វើការប្រើប្រាស់ scan ចាអញ្ចឹងចាបងប្អូនរងចាំយូរបាទចាអញ្ចឹងយើងធ្វើការស្វែងរកចាតើបានទៅលើម្ចាស់រង្វាន់រូបណាបាទមើលទៅលើ screen របស់គ្នាចាអតិថិជនទី1ដែលនឹងទទួលបានទឹកប្រាក់ចំនួន 20,000 រៀលពីធនាគារប្រៃសណីកម្ពុជាគឺបានទៅលើឈ្មោះដែលមានឈ្មោះយឿនសុផាតចាសូមអបអរសាទរចាម្ចាស់រង្វាន់ 20,000 រៀលកូនដំបងសើដំបងឲ្យបងអូខេជាបន្តទៅទៀតចាសម្រាប់ម្ចាស់រង្វាន់សំណាងចាលេខរៀងទី2នៃទឹកប្រាក់ 20,000 រៀលបានទៅលើឈ្មោះហើយលឺបងឈ្មោះសេមសិតចាសូមអបអរសាទរចាអបអរសាទរបងសេមសិតចាម្ចាស់រង្វាន់សំណាងលេខរៀងទី2ចាឥឡូវនេះរំកិលមករកម្ចាស់រង្វាន់សំណាងលេខរៀងទី3ចាបានទៅលើឈ្មោះលេងលីម៉ាចាសូមអបអរសាទរចាអញ្ចឹង3រូបហើយចាបន្តទៅលើម្ចាស់រង្វាន់សំណាងចាទី4ចាគឺបានទៅលើអតិថិជនដែលមានឈ្មោះ 20,000 រៀលកំពុងតែចាំបានទៅលើឈ្មោះច័ន្ទហ៊ីចាសូមអបអរសាទរចាអបអរសាទររង្វាន់ទី4ឥឡូវនេះគឺយើងបន្តទៅរករង្វាន់ទី5ចាតើបានទៅលើអតិថិជនរូបណាចាលេខប្រតិបត្តិការកំពុងតែលោតចាស្វែងរកយើងខ្ញុំនឹងធ្វើការចុចចាអញ្ចឹងអតិថិជនទី5គឺបានទៅលើឈ្មោះគឹមសសេរីសេរីបងសេរីហ្នឹងហើយបងណាចាត្រូវឈ្មោះបងចាជាស្រ័យផងបងបើសិនជានេះខ្ញុំរំភើបដែរទៅហើយជុំការចឹងដែរបើសិនបងបានមើលនៅក្នុង screen នៃការ live នេះបងចាឈ្មោះបងដឹងតែឈ្មោះបងហើយទៅតែគីឡូក៏យើងពីគាត់យើងអានទៅអាចថាមិនត្រូវឈ្មោះបងទេតែសូមអធិស្ឋានផងដែរបាទចាដឹងតែត្រូវបងហើយចាអបអរសាទរបងអបអរសាទរណាចាអញ្ចឹងបន្តទៅលើស្វែងរកម្ចាស់រង្វាន់សំណាងចាលេខរៀងទី6នៃទឹកប្រាក់ 20,000 រៀលចាបានទៅលើអតិថិជនឈ្មោះសំភិរៈចាសូមអបអរសាទរចាអបអរសាទរបងចាម្ចាស់រង្វាន់ហើយកំពុងហូបបាយនៅតាមការ live នេះបាទអញ្ចឹងងាកមកមើលកញ្ចក់នៃការ live បន្តផ្ទាល់របស់យើងបន្តិចអញ្ចឹងឈ្មោះបងអញ្ចឹងបងពិសាបាយនៅកាសនេះនេះគឺឆ្ងាញ់ពិសាមែនតើបងគាត់ចូល comment បងដឹងខ្ញុំទៀតអូខេអញ្ចឹងយើងបន្តណាទៅរកម្ចាស់រង្វាន់សំណាងទី7ចាតើ 20,000 រៀលនៃម្ចាស់រង្វាន់សំណាងទី7បានទៅលើអតិថិជនរូបណាចាបានទៅលើអតិថិជនឈ្មោះសុនគុនធាចាសូមអបអរសាទរបងសុនគុនធាម្ចាស់រង្វាន់សំណាងទី7នៃទឹកប្រាក់ 20,000 រៀលចាយើងខ្ញុំសូមចុចបន្តទៅទៀតចាទៅកាន់អតិថិជនទី8បានទៅលើឈ្មោះខុនពីវចាសូមអបអរសាទរបងចាចឹងយើងរៀងលឿនតិចណាចាដើម្បីកុំឲ្យបងប្អូនចាំយូរតាមតឹងស្វែងរកចាម្ចាស់រង្វាន់សំណាងទី9គាត់ចាំមើលតើឈ្មោះគាត់នឹងសលេចនៅពេលណាបាទចាបានទៅលើឈ្មោះខុតស៊ីថនចាសូមអបអរសាទរបងចាអបអរសាទរចាអញ្ចឹងបន្តទៀតស្វែងរកម្ចាស់រង្វាន់សំណាងទី10ចាទី10បានទៅលើឈ្មោះដាំតារាចាសូមអបអរសាទរចាបងដាំតារា
ចារង្វាន់សំណាងទី10នៃទឹកប្រាក់20,000 រៀលចាចំណែកឯម្ចាស់រង្វាន់សំណាងទី11ចានៃទឹកប្រាក់20,000 រៀលបានទៅលើឈ្មោះណាចាគឺបានទៅលើឈ្មោះ ដែលមានឈ្មោះ ឈ្មោះអេនសុខាចាសូមអបអរសាទរចាអបអរសាទរបងចាជាបន្តទៅទៀតម្ចាស់រង្វាន់សំណាងលេខរៀងទី12នៃទឹកប្រាក់20,000 រៀលចាបានទៅលើឈ្មោះសំចន្ទ្រាចាសូមអបអរសាទរចាអញ្ចឹងបាន12ហើយលេខរៀងទី13នៃទឹកប្រាក់20,000 រៀលចាម្ចាស់រង្វាន់សំណាងគឺបានទៅលើឈ្មោះជីម៉ារីបាទសូមអបអរសាទរ ចាអបអរសាទរ ចា អបអរសាទរចាម្ចាស់រង្វាន់សំណាងទី14នៃទឹកប្រាក់20,000 រៀលចាគឺបានទៅលើអតិថិជនដែលមានឈ្មោះគុណកតសេហាបាទអូហូអបអរសាទរបងអបអរសាទរម្ចាស់រង្វាន់សំណាងទី14មិន reflect តតនេះណាបាទចាចាម្ចាស់រង្វាន់សំណាងចាទី15ចាបានទៅលើឈ្មោះមនវិជ្ជការចាសូមអបអរសាទរចាយើងបានពាក់កណ្ដាលហើយណាបងពាក់កណ្ដាលនៃចារង្វាន់ទី4ទឹកប្រាក់20,000 រៀលហើយចឹងនឹងសល់15រូបទៀតចាតើម្ចាស់រង្វាន់សំណាងបន្តនៃទឹកប្រាក់20,000 រៀលចាលេខរៀងទី16បានទៅលើអតិថិជនរូបណាចាគឺការចាប់តែម្ដងគឺបានទៅលើអតិថិជនដែលមានឈ្មោះសេងសុកលីដែនចាអបអរសាទរចាអបអរសាទរចាជាបន្តទៅទៀតម្ចាស់រង្វាន់សំណាងលេខរៀងទី17នៃទឹកប្រាក់20,000 រៀលចាគឺបានទៅលើអតិថិជនដែលមានឈ្មោះមុនស្រីខួចចាស្រីខួចចាសូមអបអរសាទរចាអញ្ចឹងម្ចាស់រង្វាន់សំណាងទី18នៃទឹកប្រាក់20,000 រៀលចាបានទៅលើអតិថិជនឈ្មោះសោមសេកចាសូមអបអរសាទរចាអបអរសាទរបងចារង្វាន់កាន់តែរំកិលទៅហើយចាម្ចាស់រង្វាន់សំណាងលេខរៀងទី19នៃទឹកប្រាក់20,000 រៀលចាបានទៅលើអតិថិជនឈ្មោះអិនច័ន្ទភូមិចាអបអរសាទរចាអបអរសាទរបងចាបន្តទៅទៀតចាម្ចាស់រង្វាន់សំណាងចាដែលលេខរៀងទី20ចានៃទឹកប្រាក់20,000 រៀលចាបានទៅលើអតិថិជនដែលមានឈ្មោះចាឈ្មោះជឿនច័ន្ទថាចាសូមអបអរសាទរចាចាអបអរសាទរចាជាបន្តទៅទៀតចាស្វែងរកនឹងសក់10រូបចាអញ្ចឹងអតិថិជនទី21នៃទឹកប្រាក់20,000 រៀលចាបានទៅលើឈ្មោះអតិថិជនហៀងផល្លាពិសីចាសូមអបអរសាទរបងអបអរសាទរចាជាបន្តទៅទៀតចាអតិថិជនដែលនឹងត្រូវរង្វាន់លេខរៀងទី22គឺបានទៅលើអតិថិជនដែលមានឈ្មោះខាគុតបាទសូមអបអរសាទរបងខាគុតបងចាខាគុតចាសូមអបអរសាទរបងចាបងខាគក់បាទចាអបអរសាទរបងយ៉ាងណានៅតែត្រូវបងណាចាហ្នឹងហើយបងចារំភើបពេកអមាញ់បាទគាត់ដឹងតែរំភើបហើយចាអូខេយើងបន្តជាមួយនឹងម្ចាស់រង្វាន់សំណាងលេខរៀងទី23ចានៃទឹកប្រាក់20,000 រៀលចាអើយបើសិនជាបានមើលមុខពិធីករចាអូខេយើងបន្តទៅទៀតចាម្ចាស់ពិធីករផងចាជំនួសអតិថិជនផងភ័យពោះដែរនេះចាបន្តទៅលើម្ចាស់រង្វាន់សំណាងលេខរៀងទី23នៃទឹកប្រាក់20,000 រៀលចាបានទៅលើអតិថិជនឈ្មោះជ័យភាពចាសូមអបអរសាទរបងភាពចាអបអរសាទរបងមែនតែនចាហើយបន្តទៅទៀតចាម្ចាស់រង្វាន់សំណាងលេខរៀងទី24នៃទឹកប្រាក់20,000 រៀលចាគឺបានទៅលើអតិថិជនដែលមានឈ្មោះខ្សែស្រីនាងចាសូមអបអរសាទរចាអបអរសាទរចឹងយើងបន្តជាមួយនៅម្ចាស់រង្វាន់សំណាងលេខរៀងទី25នៃទឹកប្រាក់20,000 រៀលចាបានទៅលើឈ្មោះអតិថិជនដែលមានឈ្មោះលីគឹមងួនចាសូមអបអរសាទរបងចាជាបន្តទៅទៀតចាអតិថិជនលេខរៀងទី26នៃទឹកប្រាក់20,000 រៀលចាបានទៅលើឈ្មោះអុយវុតចាសូមអបអរសាទរបងចាបងអុយវុត
ត្រូវជាមួយនឹងរង្វាន់សំណាង20,000 រៀលពី CP Bank ចាជាបន្តទៅទៀតម្ចាស់រង្វាន់សំណាងលេខរៀនទី27នៃទឹកប្រាក់ 20,000 រៀលសំទោសចា 20,000 រៀលបានទៅលើអតិថិជនឈ្មោះហ៊ុនរាវ័នចាសូមអបអរសាទរបងចារាវ័នចាគាត់ត្រូវជាមួយនឹងទឹកប្រាក់ 20,000 រៀលចាជាបន្តទៅទៀតម្ចាស់រង្វាន់សំណាងចាលេខរៀងទី28ចាបានទៅលើឈ្មោះអៀមហៀងចាសូមអបអរសាទរបង20,000 រៀលចាអបអរសាទរតែពីរូបចុងក្រោយទេដែលនឹងត្រូវរង្វាន់ទី4គឺ 20,000 រៀលចាអញ្ចឹងម្ចាស់រង្វាន់សំណាងទី29នៃទឹកប្រាក់ 20,000 រៀលបន្តបានទៅលើឈ្មោះចាឈ្មោះកែវស៊ូចាសូមអបអរសាទរចានឹងម្ចាស់រង្វាន់សំណាងទី29តោះចឹងកូនពៅនៃទឹកប្រាក់ចារង្វាន់ទី4នៃទឹកប្រាក់ 20,000 រៀលចាបានទៅលើឈ្មោះបានទៅលើអតិថិជនរុកណាចាចាំមើលទាំងអស់គ្នាធ្វើការមើលហើយការចាប់ទាំងអស់គ្នាបាទចាអូខេគឺបានទៅលើអតិថិជនដែលមានឈ្មោះអូនច័ន្ទរីចាសូមអបអរសាទរចាសូមអបអរសាទរដល់ម្ចាស់រង្វាន់សំណាងចានៃរង្វាន់ទី4ដែលមានទឹកប្រាក់ 20,000 រៀលចាដែលអំបញ្ញមិញនេះយើងខ្ញុំទាំងពីរបានធ្វើការស្វែងរកចំនួន30រូបទៀតហើយចាអញ្ចឹងឃើញថាសរុបទាំងអស់គឺយើងស្វែងរកម្ចាស់រង្វាន់សំណាងបាន60រូបចាដូច្នេះបន្តទៅទៀតយើងនឹងមាននៅសល់ម្ចាស់រង្វាន់សំណាង3រូបធំទៀតចាចាខែហ្នឹងដែលជារង្វាន់ទី3ចំនួនទឹកប្រាក់ 60,000 រៀលចាចំនួន1រង្វាន់និងរង្វាន់ទី2គឺទឹកប្រាក់1 លានរៀលចាចំនួន1រង្វាន់ហើយនឹងនៅរង្វាន់ធំចុងក្រោយដែលជារង្វាន់ទី1គឺទឹកប្រាក់2 លានរៀលចំនួន1រង្វាន់ចាអញ្ចឹងយើងនឹងចាប់នៅវគ្គបន្តហ្នឹងចាតែយើងដកឃ្លាបន្តិចចាដោយសារតែយើងខ្ញុំទាំងពីរចង់ជម្រាបបន្តិចតាក់ទងជាមួយនឹងសេវាកម្មអនុទានចាជូនដល់ចាពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសគឺអតិថិជនក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ដែលមានតម្រូវការជាមួយអនុទានណាក៏ដូចតែអ្នកដែលមានតម្រូវការអនុទានចាអញ្ចឹងបងជម្រាបមើលតើ CP Bank យើងមានផលិតផលអនុទានអ្វីខ្លះហើយចាលក្ខខណ្ឌបែបណាខ្លះចាវគ្គមុនបាទលីតាបានបញ្ជាក់ចាអត្ថប្រយោជន៍នៃការប្រើប្រាស់គណនេយ្យសកម្មចាបងត្រឹមត្រូវគឺយើងមានសេវាកម្មជាច្រើននៅក្នុងធនាគារប្រៃសណីយ៍កម្ពុជាបងប្អូនអាចប្រើប្រាស់នៅសេវាកម្មមួយនៅក្នុងចំណោមសេវាកម្មធនាគារប្រៃសណីយ៍ផ្សេងៗឬសំទោសនៅក្នុងចំណោមធនាគារប្រៃសណីយ៍កម្ពុជាបានមានសេវាកម្មច្រើនអញ្ចឹងបងប្អូនរើសយកឧទាហរណ៍ថាបងប្អូនតម្រូវការទៅលើការពង្រីកអាជីវកម្មរបស់បងប្អូនឬក៏មានតម្រូវការកម្ចីអនុទានអញ្ចឹងបងប្អូនអាចស្នើមកកាន់ធនាគារប្រៃសណីយ៍កម្ពុជាដែលមានប្រភេទអនុទានជាច្រើនបាទដែលអនុទានគឺមានដូចជាអនុទានអាជីវកម្មបាទដែលបងប្អូនចង់ពង្រីកអាជីវកម្មផ្ទាល់របស់បងប្អូននៅក្នុងគ្រប់ទំហំអាជីវកម្មដែលបងប្អូនតម្រូវការចាបាទជាមួយបន្តមកទៀតគឺបានសំដៅគឺអាជីវប្រភេទអនុទានកសិកម្មក៏ដូចជាអនុទានរថយន្តបាទបើសិនជាបងប្អូនតម្រូវការទិញរថយន្តដោយសារតែសម័យឥឡូវនេះគឺមានរថយន្តគ្រប់ប្រភេទបាទជាច្រើនក៏ដូចជាយើងឃើញថាចាបច្ចុប្បន្ននេះមានការនាំចូលជាមួយនឹងរថយន្តអគ្គិសនីហើយមានរថយន្តទំនើបពីក្រុមហ៊ុនផ្សេងជាច្រើនទៀតនាំចូលមកប្រទេសកម្ពុជាយើងអញ្ចឹងណាអញ្ចឹងបើមានតម្រូវការចាអាចមើលអូតូឡូនឬក៏ត្រូវការប្រភេទកម្ចីសម្រាប់រថយន្តហ្នឹងគឺអាចរកបានចាមួយវិញទៀតបើសិនជាបងប្អូនមានតម្រូវការចង់បានផ្ទះបាទដើម្បីស្នាក់នៅគឺយើងធនាគារប្រៃសណីយ៍ក៏មានអនុទានទិញគេហដ្ឋានចាគេហៅ mortgage loan ណាចាអាចកម្ចីបានបន្ថែមលើពីនឹងទៅទៀតបើសិនជាបងប្អូនមានតម្រូវការទៅលើការពង្រីកឬក៏បើកសហគ្រាសធុនតូចនិងមធ្យមបាទក៏យើងមានសេវាកម្មសម្រាប់អនុទានប្រភេទនឹងផងដែរចាអញ្ចឹងបើសិនអាចមានប្រភេទអនុទានជាច្រើនទៀតដែលជាតម្រូវការរបស់បងប្អូនដែលបើសិនជាបងប្អូនមានតម្រូវការចាបងអញ្ចឹងបើសិនជារឿងលក្ខខណ្ឌទៅលើការប្រើប្រាស់អនុទានពីធនាគារប្រៃសណីយ៍កម្ពុជាគឺមានភាពងាយស្រួល
ជាមួយនឹងមន្ត្រីអន្តរជាតិដែលមានវិជ្ជាជីវៈខ្ពស់ ចា ក៏ដូចជាឯកសារមានភាពឆាប់រហ័សបាទ ចា ហើយនឹងការអត្រាការប្រាក់មានភាពសមរម្យជាមួយនឹងប្រកួតប្រជែង ចាចា បកមកវិញជាមួយនឹងការសងត្រឡប់មានភាពបត់បែនជូនអតិថិជនឲ្យមានភាពងាយស្រួល ចា ចឹងយើងសរុបមកតកតងជាមួយនឹងអន្តរជាតិយើងមានគ្រប់តម្រូវការរបស់បងប្អូនហើយបើសិនជាចង់ដឹងព័ត៌មានលម្អិតចាអាចតកតងចាជាមួយនឹងលេខតំណែងរបស់ធនាគារយើងដែលមានលេខ0722ចាឬក៏បងប្អូនទាំងអស់គ្នាអាចស្វែងរកជាមួយនឹងការប្រឹក្សាតាក់ទងជាមួយនឹងសេវាអន្តរជាតិពីធនាគារដែលនៅជិតបងប្អូនដោយសារតែយើងមានទីតាំងប្រតិបត្តិការគ្រប់10ទូទាំងប្រទេសមានរហូតដល់64សាខាហើយយើងនឹងមានគម្រោងនឹងពង្រីកតទៅទៀតចាអញ្ចឹងយើងមានអាច check បាននៅក្នុង channel ផ្សេងៗចារបស់ CP Bank យើងអញ្ចឹងដោយសារតែឥឡូវនេះមានភាពទូលំទូលាយក្នុងការស្វែងរកអញ្ចឹងអាចធ្វើការ search នៅក្នុង page ផ្លូវការរបស់យើងមានលេខទូរស័ព្ទតំណងអាចសួរបានគ្រប់តម្រូវការរបស់បងប្អូនចាតកតងមួយនឹងសេវាធនាគារចាអញ្ចឹងគឺយើងនឹងចាបញ្ជូនអ្នកដែលគាត់ដែលជាភ្នាក់ងារជំនាញនៅខាងហ្នឹងគឺដើម្បីប្រឹក្សាជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលមានតម្រូវការចាព្រោះអាស្រ័យទៅលើចាប្រភេទកម្ចីប្រភេទអាជីវកម្មឬក៏អីផ្សេងៗអញ្ចឹងទៅចាអូខេបាទអញ្ចឹងនេះមកវិញរបស់បងប្អូនពុកម៉ែបងប្អូនគាត់រងចាំក្នុងការចាប់រង្វាន់ទី3ទី2ទី1ដែលជារង្វាន់ធំនៅក្នុងខែមេសាហ្នឹងចាអញ្ចឹងម្ចាស់រង្វាន់សំណាងបន្តគឺយើងធ្វើការស្វែងរកម្ចាស់រង្វាន់សំណាងតែមួយរូបទេសម្រាប់ទឹកប្រាក់ 60,000 រៀលចាអញ្ចឹងអ្នកដែលប្រើប្រាស់ app CP Bank ចាគឺមួយខែ63នាក់មួយខែ63រូបចាគឺយើងស្វែងរកជាបន្តរៀងរាល់ខែចាបើសិនជាពុកម៉ែបងប្អូនទូទាត់ឬក៏ scan QR CP Bank កាន់តែច្រើននឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនចាអញ្ចឹងងាកមកវិញអញ្ចឹងបងប្អូនគឺកំពុងតែរងចាំការចាប់របស់យើងនៅតាមរយៈការ live screen នេះបាទចាអញ្ចឹងយើងខ្ញុំទាំងពីរនឹងធ្វើការស្វែងរកម្ចាស់រង្វាន់សំណាងដែលមានទឹកប្រាក់ 60,000 រៀលចំនួន1រូបហើយបងប្អូនទាំងអស់គ្នាដែលកំពុងរងចាំទស្សនាការកំពុងតែចាតាមដានការ live នេះអាចផ្ទៀងផ្ទាត់ជាមួយនឹង screen ទាំងអស់គ្នាដែលនាងខ្ញុំបានធ្វើការចុចឲ្យលេខប្រតិបត្តិការដែលបានចាដែលបានធ្វើការទូទាត់កាលពីខែ4ដែលយើងនិយាយលើកឡើងមកហ្នឹងគឺកំពុងតែរត់នៅលើនេះដូចគ្នាតែគាត់ថាចាប់ពីវគ្គនេះទៅគឺយើងតែមួយរូបទេគឺជាប្រាក់ធំចា៎ដល់វគ្គនេះហើយតើរីតាមានអារម្មណ៍យ៉ាងណាដែរនេះយើងកំពុងតែស្វែងរកអតិថិជនដែលមានឱកាសឈ្នះរង្វាន់ធំចាអារម្មណ៍ខ្ញុំអាចនិយាយបានថារំភើបហើយថែមលើរំភើបហើយដៃបានថាអញ្ចឹងពូរំភើបតាំងពីចាប់ផ្ដើមចាប់ដំបូងចាព្រោះ30រូបចាគឺយើងបានម្ចាស់រង្វាន់សំណាងឡើង60រូបរួចហើយចាអញ្ចឹងម្ចាស់រង្វាន់សំណាងវគ្គនេះចាសម្រាប់60,000 រៀលគឺយើងរកតែមួយរូបចាអញ្ចឹងអត់សូវចុចញាប់ចាអញ្ចឹងកំពុងតែផ្ទៀងចាប្រហែលជាបងប្អូនខ្លះគាត់អាចជុំគ្នាមើលក៏មានចាគាត់អាចនឹងសង្ងំមើលម្នាក់ឯងក៏មានចាឬក៏គាត់អាច share ហើយអូមិនអីនេះនៅចាឃើញនៅអីចឹងណាចាអញ្ចឹងយើងកំពុងតែចុចស្វែងរកដែរតើអតិថិជនរូបណាដែលមានឱកាសឈ្នះរង្វាន់សម្រាប់ទី3ចាបាទដែលជារង្វាន់ទឹកប្រាក់ 60,000 រៀលពីធនាគារប្រៃសណីកម្ពុជាអញ្ចឹងនេះតាសូមធ្វើការចាប់រង្វាន់ចាម្ចាស់រង្វាន់សំណាង 60,000 រៀលដែលបានមកពីការប្រើប្រាស់ CP Bank App ចា scan ទៅកាន់ដៃគូវិជ្ជាកម្មរបស់យើងគឺបានទៅលើបាទគឺបានទៅលើអតិថិជនដែលមានឈ្មោះអិនវាសនាចាអបអសាទរចាបងអិតវាសនាចាអូយគឺពិតជាចាគាត់បាទចាគឺមានឱកាសឈ្នះរង្វាន់ចំនួនទឹកប្រាក់ 60,000 រៀលបាទចាមានសំណាងចាអបអសាទរអញ្ចឹងនេះគឺជាការឆ្លើយតបមួយថាទន្ទឹមនឹងការប្រើប្រាស់ក៏យើងទទួលបានជាមួយនឹងរង្វាន់សំណាងផងដែរចាអញ្ចឹងបងពេលដែលត្រូវឲ្យបន្តប្រើទៀតណាព្រោះរង្វាន់នៅចាំទៀតចាព្រោះយើងបន្តរហូតចារៀងរាល់ខែចាខ្ញុំគិតថាបងវាសនាគាត់ប្រើប្រាស់នៅការទូទាត់ពិតជាមានវាសនាមែនបងចា Bank App របស់យើងកាន់តែច្រើនបាទគាត់មាន
ឱកាសឆ្នះរង្វាន់ច្រើន ចាយើងខ្ញុំទាំងពីរសូមអបអរសាទរមែនតើចាអញ្ចឹងបងឈ្នះជាមួយនឹងរង្វាន់ទឹកប្រាក់ 60,000 រៀលចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលទៅដល់រង្វាន់ទី2ដែលជារង្វាន់1 លានរៀល 1 លានរៀលចាអញ្ចឹងបងដែលតែរង្វាន់ 60,000 រៀលក៏យើងមានបង្ហាញនៅលើ screen ផងដែរដែលម្ចាស់រង្វាន់ធំទាំង3ហ្នឹងគឺដាក់សរុបទាំងអស់ចានៅក្នុងpage ផ្លូវការរបស់យើងចាបញ្ជាក់ម្ដងហើយម្ដងទៀតចាអញ្ចឹងបន្តមកទៀតនេះសម្រាប់ម្ចាស់រង្វាន់សំណាងចាធំទី2ចាដែលមានទឹកប្រាក់ 1 លានរៀលចាអញ្ចឹងយើងស្វែងរកមួយរូបដូចគ្នាយើងចុចឲ្យបានរៀងយូរបន្តិចដែរ ចា សារតែបងប្អូនគិតថាយើង ក្លុកចាខ្ញុំក្លុកចាខ្ញុំហៅចាខ្ញុំតម្លាភាពខ្ញុំចុចយកខ្ញុំអត់ដឹងថាបានទៅលើបងប្អូនរូបណាទេព្រោះនៃប្រតិបត្តិការគឺរាប់លោតឆ្មេតែម្ដងចាអាចអញ្ជើញមើលនៅលើ screen ចានេះគឺចារង្វាន់ទឹកប្រាក់ 1 លានរៀលចាយើងដាក់ឲ្យរៀងយូរតិចដើម្បីឲ្យបងប្អូនគាត់តែរំភើបនៅក្នុងការរងចាំហើយនៅក្នុងការ select ពីយើងទាំងពីរនាក់ចាអញ្ចឹងលេខប្រតិបត្តិការនេះបញ្ជាក់ម្ដងទៀតគឺសុទ្ធតែជាលេខប្រតិបត្តិការរបស់បងប្អូនដែលបានធ្វើការទូទាត់ប្រើប្រាស់នៅក្នុងខែមេសាចាទៅកាន់ QR របស់ម្ចាស់អាជីវកម្មរបស់យើងចាមិនថាហាងកាហ្វេមិនថាហាងបាយមិនថាលក់ខោអាវមិនថាគ្រប់ប្រភេទអាជីវកម្មទាំងអស់ឲ្យតែគាត់ធ្វើការបើកជាមួយនឹង QR CP Bank ទទួលការទូទាត់គឺអ្នកដែលគាត់ប្រើប្រាស់ហ្នឹងគឺគាត់ scan មកហ្នឹងណាចាគឺថាគាត់នឹងទទួលបានឱកាសសំណាងហើយអញ្ចឹងមកមួយប្រតិបត្តិការស្មើមួយបានសំណាងមួយបានសំណាងគឺមើលអត់ឃើញទេចាយតិចចាយច្រើនពេលខ្លះសំណាងដល់តែតិចតួចក៏គង់តែត្រូវណាបងហ្នឹងហើយអញ្ចឹងមានន័យថាសំណាងមើលអត់ឃើញទេដូចយើងខ្ញុំពីរនាក់នេះអញ្ចឹងកំពុងតែចុចក៏អត់ដឹងថាបានទៅលើបងប្អូនណាដែរតែជូនពរឲ្យត្រូវទាំងអស់គ្នាចាជូនពរអត់ខែហ្នឹងក៏បានខែក្រោយបានខែហ្នឹងក៏ខែក្រោយមិនប្រកាសថាអត់ដែរអញ្ចឹងមានន័យថាបាននៅតែបានដូច្នេះចារំពឹងពីបងប្អូនគឺរត់តែធ្វើប្រតិបត្តិការឲ្យកាន់តែច្រើនបាទចាយើងបន្តទៅចាយើងបន្តទៅដោយសារតែកុំតែប្រើទៅដែរយើងប្រើជាមួយនឹង CP Bank App CP Bank QR ចាយើងមានឱកាសសំណាងយើងទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្នុងនឹងទៀតចាតោះអញ្ចឹងលេខប្រតិបត្តិការឃើញថាវល់ច្រើនណាស់ហើយញាប់ណាស់ហើយចាអញ្ចឹងខ្ញុំចានាងខ្ញុំនឹងធ្វើការចុចចាស្វែងរកជាមួយនឹងម្ចាស់សំណាងចាទឹកប្រាក់ 1 លានរៀលបានទៅលើឈ្មោះអតិថិជនដែលមានឱកាសឈ្នះរង្វាន់ជាមួយទឹកប្រាក់ 1 លានរៀលនេះគឺបានទៅលើអតិថិជនដែលមានឈ្មោះធនវត្តចាសូមអបអរសាទរចាអបអរសាទរបងធនវត្តអូយម្ចាស់រង្វាន់សំណាងធំទី2ដែលមានទឹកប្រាក់ 1 លានរៀលប្រចាំខែមេសាចាបាទសូមជួយអបអរសាទរបងចាត្រូវរង្វាន់ជាមួយនឹងទឹកប្រាក់ 1 លានរៀលបាទពីធនាគារប្រៃសណីកម្ពុជាចាអបអរសាទរយើងខ្ញុំពិតជារំភើបហើយអរគុណចាអរគុណជាមួយនឹងការប្រើប្រាស់ហើយគាត់សំណាងដល់បានម្ដងមើលអញ្ចឹងយើងនៅមួយរូបទៀតទេចាអញ្ចឹងកំតាន់តាណាចាតាមដានមើលថាតើមួយរូបនោះបានទៅលើបងប្អូនរូបណាចាទឹកប្រាក់ 2 លានរៀលចា2 លានរៀលបាទយើងសូមធ្វើការក្លុកដើម្បីចាថាតើអតិថិជនរូបណានឹងត្រូវរង្វាន់ជាមួយនឹងទឹកប្រាក់ 2 លានរៀលចានៅក្នុងការទូទាត់ scan តាមរយៈ CP Bank App បាទនៅក្នុងខែមេសាបាទអញ្ចឹងរង្វាន់ធំបាទដែលបងប្អូននឹងត្រូវដែលបងប្អូននឹងទទួលបាននៅក្នុងទឹកប្រាក់ 2 លានរៀលនេះនឹងធ្វើការក្លុកឥឡូវនេះបាទអញ្ចឹងខ្ញុំធ្វើការចុចដើម្បីឲ្យលេខប្រតិបត្តិការហ្នឹងធ្វើការរត់សពចាយើងអាចថារត់សពចឹងណាកុំឲ្យទីកចុចលឿនពេកចាអញ្ចឹងខ្ញុំសូមចុចស្វែងរកម្ចាស់សំណាង 2 លានរៀលហ្នឹងគឺឲ្យលេខប្រតិបត្តិការរត់ហើយឆ្លៀតក្នុងការដែលយើងស្វែងរកម្ចាស់សំណាង 2 លានរៀលនេះជំរាបបន្តិចតាក់ទងជាមួយនឹង app របស់ CP Bank របស់យើងគឺបានធ្វើបច្ចុប្បន្នភាពក៏ដូចជា update ច្រើនណាស់ដែរចាកន្លងមកនេះមិនថាតាក់ទងជាមួយនឹង screen នៅក្នុងការប្រើប្រាស់យើងមានជាភាសាច្រើនភាសាសម្រាប់ជ្រើសរើសចាលើសពីមួយភាសាមានទាំងអង់គ្លេសមានទាំងខ្មែរមានទាំងចិនចាហើយនៅក្នុងនេះសម្រាប់ការប្រើប្រាស់ក្នុងការទូទាត់អីផ្សេងចាយើងអាចធ្វើជាការ scan ក៏បានផ្ទេរប្រាក់បង់វិក័យប័ត្រទឹកភ្លើងចាឬក៏ធ្វើការ
មានថា មានបង ចា ប្អូនបាទ និយាយទៅគឺលក្ខណៈថាគាត់តឡើង app បើកណនេះឲ្យតឡើង app គឺគាត់អាចប្រើប្រាស់បានច្រើនចាគាត់អាចមើលនៅក្នុងហ្នឹងទៅគឺអាចកាត់បន្ថយក្នុងការមកធនាគារឬក៏អាចធ្វើប្រតិបត្តិការដោយខ្លួនឯងបានគេហៅថា self banking ហ្នឹងក៏អាចធ្វើបាននៅក្នុង app អញ្ចឹងកុំភ្លេចណាស្វែងរកបើកណនេះជាមួយនឹងធនាគារ CP Bank ហើយធ្វើការប្រើប្រាស់ជាមួយនឹង app ទទួលបានអត្ថប្រយោជន៍ជាច្រើនចាហ្នឹងហើយតោះ ដើម្បីកុំឲ្យខាតពេល ចារកអតិជនធំចាដែលមានសំណាងឈ្នះជាមួយនឹងទឹកប្រាក់2លានរៀលចាមួយរង្វាន់ ជារង្វាន់ជារង្វាន់ធំប្រចាំខែមេសានេះអតិជននឹងទទួលបានទឹកប្រាក់ចំនួន2លានរៀលថាតើបានទៅលើអតិជនរូបណាចាអញ្ចឹងសូមធ្វើការselect ទាំងអស់គ្នាបាទ1 2 3ឈ្មោះ Pai David ចាសូមអបអរសាទរបង David ដែលទទួលបានទឹកប្រាក់2លានរៀលចាជារង្វាន់ធំរបស់ធនាគារប្រៃសណីកម្ពុជាបាទសម្រាប់ខែមេសាចាគឺពិតជាអបអរសាទរចាហើយនៅក្នុងនោះដែរចាយើងនឹងសរុបប្រចាំម្ដងទៀតចាបងប្អូនទាំងអស់គ្នានឹងឃើញចាឈ្មោះចារបស់បងប្អូនដែលត្រូវជាមួយនឹងរង្វាន់សំណាងទាំង63រូបនៅក្នុង page ផ្លូវការរបស់យើងមិនថា Facebook ឬក៏ Channel Telegram IG គឺយើងមាន post នៅក្នុងនោះជាផ្លូវការចាហើយក្រុមការងារនឹងធ្វើការតាក់ទងទៅបងប្អូនដើម្បីទទួលយករង្វាន់ចាហើយចានៅក្នុងនេះដែរចាសម្រាប់អ្នកដែលគាត់ធ្វើការ like page share page ក៏ដូចជាអាចក្លាយទៅជា top fan របស់ CP Bank ក៏នឹងមានឱកាសឈ្នះរង្វាន់ផងដែរមានន័យថាយើងមានជាកាដូជូនអញ្ចឹងណាចាតែកាដូហ្នឹងគឺយើង mystery ទេគេលក្ខណៈថាសុំលាក់សិនអញ្ចឹងគាត់ណាយើងធ្វើការតាមដានជាមួយនឹង page យើងចាមើលរាល់ព័ត៌មាននេះធ្វើម៉េចឲ្យខ្លាយទៅជា top fan ទៅគឺមានឱកាសចាហ្នឹងហើយអញ្ចឹងចាយើងខ្ញុំទាំងពីរចាពិតជាមានសេចក្តីសោមនស្សរីករាយហើយរំភើបរីករាយជំនួសបងប្អូនចាដែលត្រូវជាមួយនឹងរង្វាន់សំណាងទាំង63រូបសម្រាប់ខែមេសានេះចាហើយចាយើងខ្ញុំក៏នឹងចង់ថាអ្នកដែលគាត់អត់ទាន់បានទទួលជាមួយនឹងរង្វាន់សំណាងណាចាបងប្អូនទាំងអស់គ្នាកុំតន់អស់សង្ឃឹមព្រោះដោយសារតែការចាប់រង្វាន់របស់យើងនឹងធ្វើឡើងជារៀងរាល់ខែនៃចាបំណាច់ខែនីមួយមានន័យថាចាប់នៅក្នុងខែដើមនៃខែនីមួយយើងនឹងប្រមូលតនន័យឬក៏ការប្រើប្រាស់របស់បងប្អូននឹងមកធ្វើចាប់រង្វាន់ជូនមកធ្វើការចាប់រង្វាន់ជូនចាបងប្អូនដែលកំពុងតែប្រើប្រាស់សេវាកម្មធនាគារប្រៃសណីកុំតន់អន់ប្រពន្ធចិត្តដែលមិនទាន់បានត្រូវឈ្មោះនៅក្នុងខែនេះអញ្ចឹងខែបន្តទៀតបងប្អូនធ្វើការប្រើប្រាស់មួយនៃការ scan CP Bank app ឲ្យកាន់តែច្រើនអញ្ចឹងឱកាសនៃការឈ្នះរង្វាន់នៅក្នុងខែបន្តទៀតគឺមានឱកាសឈ្នះរង្វាន់កាន់តែច្រើនទៀតបាទចាអញ្ចឹងជាចុងក្រោយនេះយើងខ្ញុំទាំងពីរចាសូមថ្លែងអំណរគុណចាយ៉ាងជ្រាលជ្រៅទៅដល់អតិថិជនចាដែលប្រើប្រាស់ជាមួយនឹងសេវាកម្មនិងផលិតផលរបស់ធនាគារប្រៃសណីកម្ពុជាដែលហៅកាត់ថាចា CP Bank ចាហើយជាពិសេសបងប្អូនដែលបានតាមដានទស្សនាការ live នេះចាតាំងពីដើមរហូតដល់ចប់នេះចាចំណាយពេលវេលាយ៉ាងមានតម្លៃចាសូមជូនពរទាំងអស់គ្នាថាជួបតែសេចក្តីសុខហើយនឹងរកស៊ីទទួលទានមានបានសុខសុវត្ថិភាពចាគ្រប់ចាគ្រប់ក្រុមគ្រួសារចាអញ្ចឹងយើងខ្ញុំទាំងពីរនាក់សូមអរគុណបាទចាសូមជម្រាបលាចាសូមអរគុណ